ក្លឹបបាល់ទាត់វិសាខាបានប្រកាសពីការចែកផ្លូវគ្នាជាមួយខ្សែប្រយុទ្ធប្រេស៊ីលស៊ូហ្សារ៉ាម៉ុនកាលពីថ្ងៃទី10មិថុនាម្សិលមិញនេះខ្សែប្រយុទ្ធជនជាតិប្រេស៊ីលស៊ូហ្សារ៉ាម៉ុនបានមកប្រឡូកអាជីពបាល់ទាត់នៅកម្ពុជាជាលើកដំបូងជាមួយក្លឹបបាល់ទាត់វិសាខានេះតែម្ដងកាលពីដើមរដូវកាល2024-2025កន្លងទៅក្នុងមួយរដូវកាលពេញរូបគេសុទ្ធបញ្ចូលទីបាន20គ្រាប់នៅលីកកំពូលកម្ពុជានិងក្លាយជាអ្នកសុទ្ធបញ្ចូលទីច្រើនជាងគេលំដាប់ទី2នៅលីកកំពូលកម្ពុជារដូវកាល2024-2025យ៉ាងណាក្តីវិសាខាមិនឈ្នះពានរង្វាន់ណាមួយឡើយកាលពីរដូវកាល2024-2025កន្លងទៅនេះដែលក្នុងនោះពានរង្វាន់លីកកំពូលកម្ពុជាពួកគេឈរនៅលេខទី3មាន65ពិន្ទុដូច្នេះគិតមកទល់ពេលនេះក្លឹបបាល់ទាត់វិសាខាបានប្រកាសពីការចែកផ្លូវគ្នាជាមួយកីឡាករបរទេស3រូបហើយដែលក្នុងនោះរួមមានខ្សែប្រយុទ្ធជនជាតិឡាតវីការ៉ាសូសអាធួរខ្សែបម្រើហ្វីលីពីនម៉ៃកអតនិងខ្សែប្រយុទ្ធប្រេស៊ីលស៊ូហ្សារ៉ាម៉ុនដល់ឡែកចំពោះកីឡាករបរទេសដែលក្លឹបនាំចូលមកពង្រឹងក្រុមសម្រាប់រដូវកាលថ្មីនេះក្លឹបបាល់ទាត់វិសាខាទើបតែប្រកាសជាផ្លូវការកីឡាករមួយរូបប៉ុណ្ណោះគឺខ្សែបម្រើប្រេស៊ីល Breninho ដែលផ្ទេរមកពីព្រះខ័នរាជស្វាយរៀង